តាមដំណឹងមកថាសហរដ្ឋអាមេរិកនឹងដកទ័ពនិងអាវុធរបស់អាមេរិកចេញពីទឹកដីអាល្លឺម៉ង់ណាតូបារម្ភពីការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃអនាគតនៅខណៈពេលនេះបើយោងតាមការព្យាករណ៍របស់ចារកម្មនៃប្រទេសអាល្លឺម៉ង់គឺបានឲ្យដឹងថាប្រទេសមហាអំណាចរុស្ស៊ីអាចនឹងធ្វើការវាយប្រហារទៅលើប្រទេសណាមួយនៅអឺរ៉ុបដែលជាសម្ព័ន្ធភាពនៃអង្គការយោធាណាតូហើយការវាយប្រហារនេះដែរគឺរុស្ស៊ីចង់ដឹងអំពីកម្លាំងរបស់ណាតូហើយម្យ៉ាងទៀតនោះគឺចង់ដឹងអំពីគោលជំហររបស់មហាអំណាចសហរដ្ឋអាមេរិកនៅចុងក្រោយនេះថាតើក្រុមប្រទេសអង្គការយោធាណាតូនេះអាចអនុវត្តបានទេនៅមាត្រាទី5របស់ខ្លួនដែលបានចែងក្នុងលក្ខន្តិកៈរបស់អង្គការយោធាណាតូមួយនេះដោយយោងតាមប្រភពព័ត៌មានដែលចេញផ្សាយដោយប្រទេសអាល្លឺម៉ង់នោះពេលនេះគឺបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសមហាអំណាចអាមេរិកគឺលោកដូណាល់ត្រាំកំពុងពិចារណាក្នុងការដកទ័ពអាមេរិកទាំងអស់ចេញពីទឹកដីរបស់ប្រទេសអាល្លឺម៉ង់ដែលមានចំនួន 35,000 នាក់ពីទឹកដីអាល្លឺម៉ង់ហើយទៅដាក់ពង្រាយនៅលើទឹកដីនៃប្រទេសហុងគ្រីដែលប្រទេសហុងគ្រីនេះបច្ចុប្បន្ននេះដឹកនាំដោយនាយករដ្ឋមន្ត្រី Viktor Yanukovych ជាមេដឹកនាំណាតូដែលមានទំនោរទៅនឹងរុស្ស៊ីស្ថិតនៅក្រោមឥទ្ធិពលរបស់លោក Vladimir Putin ហើយនេះដោយយោងតាមការបញ្ជាក់របស់សារព័ត៌មាននៅក្នុង Telegram នៃចក្រភពអង់គ្លេសដែលបានស្រង់ប្រភពជាច្រើនដែលបានអះអាងពីរដ្ឋការរបស់លោក Donald Trump មានផែនការដូចនេះបើយោងទៅតាមប្រភពដដែលនេះប្រធានាធិបតីរបស់សហរដ្ឋអាមេរិកតែងតែរំលឹកដល់ការព្រមានចំពោះអឺរ៉ុបថាត្រូវតែពង្រឹងវិស័យសន្តិសុខរបស់ខ្លួនកុំពឹងទៅលើសហរដ្ឋអាមេរិកបន្តទៅទៀតហើយសហរដ្ឋអាមេរិកនឹងបន្ថយការគាំទ្រភាគច្រើនបំផុតទៅលើអឺរ៉ុបបើតាមប្រភពព័ត៌មានដដែលនេះគឺបានឲ្យដឹងថាការដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានផ្ដល់សញ្ញាថានឹងដកទ័ពរបស់សហរដ្ឋអាមេរិកចំនួន 35,000 នាក់ចេញពីទឹកដីរបស់អាល្លឺម៉ង់នោះគឺមិនត្រឹមតែដកទ័ពនោះទេគឺទាំងសពាវុធរបស់សហរដ្ឋអាមេរិកដែលបានដំឡើងនៅលើទឹកដីរបស់អាល្លឺម៉ង់ផងដែររួមទាំងប្រព័ន្ធមីស៊ីលដើម្បីបាញ់ស្កាត់មីស៊ីលប្លង់អន្តរទ្វីប ICBM របស់រុស្ស៊ីទៀតផងដូចជាប្រព័ន្ធមីស៊ីលថាតនិងប្រព័ន្ធមីស៊ីល Patriot ជាដើមសហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីនៃប្រទេសអាល្លឺម៉ង់គឺនៅ Ramstein គឺជាមូលដ្ឋានទ័ពធំទី1របស់សហរដ្ឋអាមេរិកស្ថិតនៅលើទឹកដីរបស់អឺរ៉ុបនេះសហរដ្ឋអាមេរិកគឺជាប្រទេសដែលបានដាក់ពង្រាយទ័ពរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេសរបស់ខ្លួនមានចំនួនដល់ទៅ 16,000 នាក់អ្នកនាំពាក្យសម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកលោក Brent Hook បាននិយាយថាបើទោះជាយ៉ាងនេះក្តីក៏មិនទាន់មានការប្រកាសជាផ្លូវការណាមួយដែលធ្វើឡើងដោយមន្ទីរប៉ង់តាហ្គោនរួមនឹងសេតវិមាននោះទេតែគេថាកងទ័ពរបស់សហរដ្ឋអាមេរិកនៅតែពិចារណាថាដាក់ពង្រាយកងទ័ពរបស់ខ្លួននៅជុំវិញពិភពលោកដោយមិនរាប់ទាំងអឺរ៉ុបនោះទេគឺនៅតំបន់ណាក៏អាមេរិកអាចនៅតែបន្តដាក់ពង្រាយទ័ពរបស់ខ្លួននៅឡើយនោះទេហើយសូមបញ្ជាក់ថាក្នុងរដ្ឋការរបស់លោកដូណាល់ត្រាំកាលពីអាណត្តិមុនលោកត្រាំក៏បានដកទ័ពអាមេរិកចេញពីទឹកដីរបស់អាល្លឺម៉ង់ខ្លះៗរួចទៅហើយក៏ប៉ុន្តែការដែលលោកដូណាល់ត្រាំដកទ័ពអាមេរិកចេញពីទឹកដីរបស់អាល្លឺម៉ង់នេះបាននាំឲ្យចេញប្រតិកម្មជាច្រើនពីទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកទីបំផុតរដ្ឋការរបស់លោកโจ Biden បញ្ជូនទ័ពរបស់សហរដ្ឋអាមេរិកទៅដាក់ពង្រាយនៅលើទឹកដីរបស់អាល្លឺម៉ង់ឡើងវិញសហរដ្ឋអាមេរិកគឺជាកម្លាំងស្នូលដ៏រឹងមាំមួយសម្រាប់ប្រទេសអឺរ៉ុបទាំងមូលតែក្នុងរដ្ឋការរបស់លោកដូណាល់ត្រាំនៅពេលនេះកំពុងតែដកខ្លួនចេញពីអឺរ៉ុបដោយដាក់ឲ្យអឺរ៉ុបជាអ្នកទទួលខុសត្រូវសន្តិសុខរបស់ខ្លួនឯងប្រទេសណាតូមានចំនួន32ប្រទេសអឺរ៉ុបមានសមាជិករបស់ខ្លួនដល់ទៅ30ប្រទេសបើយោងតាមប្រភពព័ត៌មានកាលពីថ្មីនេះនៅថ្ងៃទី6ខែមីនាឆ្នាំ2025នេះអឺរ៉ុបបានប្រជុំគ្នានៅលើទឹកដីនៃទីក្រុង Brussels ដោយប្រកាសអំពីការពង្រឹងសន្តិសុខរបស់ខ្លួនដោយយល់ថារដ្ឋការរបស់លោកដូណាល់ត្រាំរយៈពេល4ឆ្នាំនេះបើលោកនៅតែបន្តកាន់អំណាចពេញដៃនោះគឺលោកដូណាល់ត្រាំនឹងមិនជួយនៅឥទ្ធិពលរបស់អាមេរិកដើម្បីជួយអឺរ៉ុបទៀតនោះទេមូលហេតុនេះហើយដែលមេដឹកនាំអឺរ៉ុបទាំងអស់នោះបានពង្រីកកញ្ចប់ថវិ
ពីការទៅលើវិស័យយោធាសន្តិសុខរបស់ខ្លួនកើនឡើងដល់ទៅ$867,000 លានសហរដ្ឋអាមេរិកគោលដៅធំរបស់អឺរ៉ុបនៅពេលនេះគឺពង្រឹងសន្តិសុខរបស់ខ្លួនរួមនឹងការពង្រឹងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែនក៏ព្រោះតែអ៊ុយក្រែនគឺជារបាំងការពារសន្តិសុខយ៉ាងរឹងមាំពីការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ីប៉ុន្តែត្រូវបានគេចោទសួរថាហេតុអ្វីបានជាលោកដូណាល់ត្រាំបានដាក់ផែនការដកទ័ពសហរដ្ឋអាមេរិកចេញពីទឹកដីរបស់អាល្លឺម៉ង់នោះហើយមកដាក់ពង្រាយនៅលើទឹកដីនៃប្រទេសហុងគ្រីក៏ស្ថិតនៅក្នុងអឺរ៉ុបខាងកើតផងដែរនេះហុងគ្រីនៅពេលនេះគឺដឹកនាំដោយនាយករដ្ឋមន្ត្រី Viktor Orban ដែលត្រូវពួកប្រទេសប្រចាំលោកចាត់ទុកថាជាមេដឹកនាំអឺរ៉ុបម្នាក់នៅក្រោមឥទ្ធិពលរបស់ Vladimir Putin ដែលកំពុងតែទាញឲ្យហុងគ្រីចាកចេញពីសហភាពអឺរ៉ុបរួមនឹងការចាកចេញពីអង្គការយោធា NATO ផងនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះតែងតែបោះឆ្នោតជំទាស់ប្រឆាំងផែនការទាំងឡាយណារបស់អឺរ៉ុបរបស់ NATO ដែលជួយក្នុងការពង្រឹងនិងពង្រីកកងទ័ពរបស់អ៊ុយក្រែនប្រឆាំងទៅនឹងប្រទេសមហាអំណាចរុស្ស៊ីក៏ប៉ុន្តែចំពោះការប្រឆាំងរបស់ប្រទេសហុងគ្រីនេះគឺតែងតែមិនអាចទទួលជោគជ័យនោះទេព្រោះអឺរ៉ុបនិង NATO គេចេះរូបមន្តក្នុងការដោះរូបមន្តមិនឲ្យជាប់គាំងដោយការជំទាស់របស់ហុងគ្រីនោះទេឬប្រទេសណាមួយនោះទេហុងគ្រីស្ថិតនៅអឺរ៉ុបខាងកើតផងដែរដែលលោកដូណាល់ត្រាំចង់ដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីទឹកដីរបស់អាល្លឺម៉ង់ទៅដាក់នៅក្នុងប្រទេសហុងគ្រីនេះពីព្រោះថារដ្ឋការរបស់ហុងគ្រីនៅពេលនេះគឺជារដ្ឋការដែលដើរផ្ទុយពីអង្គការយោធា NATO កំពុងតែដើរផ្ទុយនៅគោលការណ៍របស់សហភាពអឺរ៉ុបជាមេដឹកនាំមាននិន្នាការទំនាក់ទំនងជាមួយនឹងរុស្ស៊ីក៏ដូចជាជាមួយនឹងលោកដូណាល់ត្រាំដែលកំពុងតែមានទំនាក់ទំនងជាមួយនឹងលោក Vladimir Putin ផងដែរគេថាហុងគ្រីពេលខ្លះគឺចង់ឲ្យសង្គ្រាមបិទបញ្ចប់ជាមួយនឹងការឲ្យប្រទេសអ៊ុយក្រែនចាញ់សង្គ្រាមនឹងរុស្ស៊ីស្ថិតនៅចំពោះមុខការឈ្លានពានរបស់ប្រទេសរុស្ស៊ីនេះចង់ឲ្យអ៊ុយក្រែនពុះជ្រៀកទឹកដីដែលរុស្ស៊ីវាយកបានទៅឲ្យរុស្ស៊ីប៉ុន្តែសម្រាប់សហភាពអឺរ៉ុបគេមិនធ្វើតាមប្រទេសហុងគ្រីនោះទេគេចាត់ទុកថាជំហររបស់លោក Viktor Orban រូបនេះកំពុងតែបំពេញមហិច្ឆតារបស់រុស្ស៊ីរបស់ជនល្មមសង្គ្រាម Vladimir Putin ចំពោះអ្នកជំនាញគឺមើលឃើញថាបើទ័ពរបស់សហរដ្ឋអាមេរិកនៅលើទឹកដីរបស់ប្រទេសហុងគ្រីចំពោះអ្នកជំនាញគឺមើលឃើញថាបើទ័ពរបស់សហរដ្ឋអាមេរិកនៅលើទឹកដីនៃប្រទេសហុងគ្រីក្នុងករណីណាមួយដែលអាចកើតមាននៅអំពើអសន្តិសុខនៅអឺរ៉ុបនោះចេញពីទីក្រុងមូស្គូគឺយ៉ាងហោចណាស់គេដឹងថាទ័ពរបស់សហរដ្ឋអាមេរិកនៅលើទឹកដីនៃប្រទេសហុងគ្រីមិនងាយធ្វើសកម្មភាពភ្លាមដើម្បីជួយសមាជិករបស់ខ្លួននោះទេហើយការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីទឹកដីរបស់អាល្លឺម៉ង់នេះក៏ធ្វើឲ្យអាល្លឺម៉ង់ស្ថិតនៅក្នុងស្ថានភាពមួយដែលខ្នងបង្អែករបស់ខ្លួនត្រូវបានដកចេញទៅហើយតើប្រទេសអាល្លឺម៉ង់ហ៊ានខ្លាំងជាមួយនឹងរុស្ស៊ីទៀតឬយ៉ាងណាតែចំពោះអាល្លឺម៉ង់គេបានប្រកាសថាខ្លួនគេរួចហើយថាឋានៈជាប្រទេសមហាអំណាចធំមួយនៅតំបន់អឺរ៉ុបមហាអំណាចទាំងយោធានិងសេដ្ឋកិច្ចគឺអាល្លឺម៉ង់មិនដែលចុះញោមជាមួយនឹងសត្រូវដោយការគំរាមកំហែងសន្តិសុខមកលើអាល្លឺម៉ង់និងអឺរ៉ុបនោះទេហើយអាល្លឺម៉ង់បានប្រកាសថាខ្លួនគេមានទ័ពប្រយុទ្ធដល់ទៅ80,000 នាក់ហើយអាល្លឺម៉ង់បានដាក់ពង្រាយទ័ពរបស់ខ្លួនមិនត្រឹមតែនៅលើទឹកដីរបស់អាល្លឺម៉ង់នោះទេគឺនៅលើទឹកដីនៃប្រទេសផ្សេងទៀតនៅអឺរ៉ុបខាងកើតអាល្លឺម៉ង់ក្លាយទៅជាប្រទេសមួយដែលមានទ័ពដាក់ពង្រាយនៅលើទឹកដីនៃប្រទេសសមាជិក NATO ជាជាងការរងចាំដាក់ពង្រាយកងទ័ពរបស់សហរដ្ឋអាមេរិកនោះហើយសូមបញ្ជាក់បន្ថែមទៀតថាអង្គការយោធា NATO មានទ័ពចំនួន3,30,000 នាក់ក្នុងនោះទ័ពរបស់សហរដ្ឋអាមេរិកមាន1,30,000 នាក់គឺមានន័យថាអឺរ៉ុបមានទ័ពរបស់ខ្លួនចំនួន2 លាននាក់នៅលើទឹកដីរបស់អឺរ៉ុបនេះមានទ័ពរបស់ NATO មានប្រមាណជាជិត1 លាននាក់រួចទៅហើយនៅលើទឹកដីប្រទេសហ្វាំងឡង់ប្រទេសស៊ុយអែតលេតុយអានីអេស្តូនីឡាទ្វីសុទ្ធតែមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ីក៏មានកងទ័ពអាល្លឺម៉ង់កងទ័ពនៃចក្រភពអង់គ្លេសមានកងទ័ពរបស់បារាំងកងទ័ពរបស់ហូឡង់បែលហ្ស៊ិកកាណាដាអេស្ប៉ាញដាណឺម៉ាកប៉ូទុយហ្គាល់អ៊ីតាលី
ក៏មាននៅលើទឹកដីអឺរ៉ុបខាងកើតនេះរួចទៅហើយសូមបញ្ជាក់បន្ថែមទៀតថាអង្គការយោធា NATO មាន32ប្រទេសកាលពីដើមឡើយអង្គការមួយនេះមានតែចំនួន10ប្រទេសតែប៉ុណ្ណោះគឺកើតឡើងនៅក្នុងឆ្នាំ1949នៅពេលដែលពិភពលោកបញ្ចប់សង្គ្រាមលោកលើកទី2ប៉ុន្តែពិភពលោកធ្លាក់ក្នុងមនោគមវិជ្ជាដែលមានប្លុកកុម្មុយនីសរះឡើងដើម្បីប្រជែងនឹងប្លុកសេរីដែលដឹកនាំដោយសហរដ្ឋអាមេរិកការដែលលោកដូណាល់ត្រាំបានបង្ហាញជំហរអំពីត្រៀមដកទ័ពអាមេរិកទាំងអស់ចេញពីទឹកដីរបស់អាល្លឺម៉ង់នោះគឺបានធ្វើឲ្យមានការសង្ស័យថារយៈពេល4ឆ្នាំក្នុងរដ្ឋកាលរបស់លោកដូណាល់ត្រាំបើលោកដូណាល់ត្រាំតកាន់អំណាចបាន4ឆ្នាំតទៅមុខទៀតគឺអឺរ៉ុបទាំងមូលមិនអាចពឹងពាក់បានទេទៅលើរដ្ឋកាលរបស់លោកដូណាល់ត្រាំអឺរ៉ុបទាំងមូលត្រូវតែពង្រឹងវិស័យសន្តិសុខជាតិរបស់ខ្លួនហើយអ្វីដែលសំខាន់នោះក្នុងរដ្ឋកាលរបស់លោកដូណាល់ត្រាំកំពុងដាក់ផែនការក្នុងការដក